បាភ្នែកពេលប្រលឹងនឹកអូមុននឹងរៀបចំខ្លួនសុំនឹកមួយសិនទុំនៃមួយនាទីបងសែនលំបាខាត់ប៉ុណ្ណាក៏មិនឈ្នះឡើយទោះជាពេលញ៉ាំបាយក៏នឹកសូមបីតែងូតទឹកមិនដែលគិតឆ្ងាយរហូតដល់ថ្ងៃត្រង់ដល់ម៉ោងទានឹកត្រានបែបត្រឹកក៏អត់ហើយកាលវិភាគសម្រាប់នឹកស្រីបើតែបែបនេះបងច្បាស់ជាស្គមព្រោះតាខំសុទ្ធទៅថាជាអ្នកណាមេងសេកមករៀបរាប់ថានឹកឆ្លុះគ្នាទាំងព្រឹកព្រោះមេសេកលេខមិនស្គាល់ផងនោះបងមិនដែលជឿជាក់ស្រីម្នាក់រស់ក្បែរដើមទ្រូងធ្វើយ៉ាងណាទៀតបងជឿថាអូនស្មងស្រឡាញ់គ្នាមិនមែនពេលខ្លីហេតុអ្វីសង្ស័យចិត្តអូនរបួងមិនដែលគិតរអ្នកជំនុំបងទេណាថ្លៃចោតអូនថាក្បន់ព្រមេសែងតាំងភ្នែកស្រង់ចោស្រនងចិនដែលភក្តីពេលអ្នកស្រឡាញ់ចោតថាក្បន់ឈឺចាប់នឹងថ្លៃហេតុអ្វីមិនជឿជាក់លើរូបអូនគ្មានកំសង្សារខ្ញុំនាងជាមនុស្សសាវាក្បន់ស្នេហាឲ្យខ្ញុំឈឺរីងរៃរស់ដូចស្លាប់ក៏ព្រោះនាងបំភ្លៃចិត្តភក្តីត្រូវនាងបោះបង់ពាក្យស្នេហានាងថានាងលោលេងនាងសំដែងថានាងគ្មានចិត្តស្មោះធ្វើឲ្យខ្ញុំឈឺចិត្តស្ទើរតែសូន្យសោះរឿងទាំងអស់ក៏ព្រមតែនាងសាវាបេះដូងឈឺផ្សាសង្សារសាវាបំពេញគ្មានខ្មាំងជឿណាស់ចិត្តស្នេហ៍នាងជន់ឈ្លីសង្សារខ្ញុំនាងពុំបេះដូងចែកជាពីរនាងជន់ឈ្លីបេះដូងខ្ញុំឲ្យឈឺសង្សារខ្ញុំនាងក្បត់រូបខ្ញុំហើយមានថ្មីសង្សារខ្ញុំនាងមិនវិលវិញទេសង្សារអើយមិនដេញដាញ់ចិនឲ្យបងឈឺតែម្នាក់ឯងអោគេតែចិត្តនឹកអូនតើបងខុសដែរទេបើសិនមិនស្រឡាញ់គេហេតុអ្វីក៏ពិបាកប្រាប់ផ្ដាំសួរអារម្មណ៍ខ្លួនឯងតើទ្រាំនៅឈឺចាប់ពេលណាបាស្នេហាបានចប់គ្នាទៅហើយចង់ប្រាប់មិនស្រឡាញ់គេតែខ្វះគេមិនបានបេះដូងខ្ញុំមិនក្លាហានទទួលអ្នកមកក្រោយបើគេគឺមនុស្សល្អគួរតែឈប់បន់ដោយឲ្យអតីតខ្ញុំពត់ចិត្តគួរគិតស្នេហាថ្មីដែលស្មោះត្រង់អោគេតែចិត្តនឹកអូនតើបងខុសដែរទេបើសិនមិនស្រឡាញ់គេហេតុអ្វីក៏ពិបាកប្រាប់ផ្ដាំសួរអារម្មណ៍ខ្លួនឯងតើទ្រាំនៅឈឺចាប់ពេលណាបើស្នេហាបានចប់គ្នាទៅហើយចង់ប្រាប់មិនស្រឡាញ់គេតែខ្វះគេមិនបានបេះដូងខ្ញុំមិន